cái này lúc thá nhưng ăn chui control លោកជៀនសុផានជាមរតកមនុស្សរស់ផលិតស្បែកសម្រាប់រោងល្ខោនស្រមោលនៅសង្កាត់ស្វាយដង្គមក្រុងសៀមរាបសិល្បៈក្នុងការកែច្នៃស្បែកគោនៅទឹកដីអង្គរជាសាក្សីរស់ហើយក៏ជាការបញ្ជាក់អំពីកេរដំណែលនៃជំនាញដែលបន្សល់ទុកពីបុព្វបុរសខ្មែរអស់រយៈពេលជាច្រើនសតវត្សមកហើយជាប្រពៃណីមួយឆ្លុះបញ្ចាំងឲ្យឃើញនូវភាពសម្បូរបែបនៃសិប្បកម្មធ្វើដោយដៃនិងជាអត្តសញ្ញាណពិតៗនៃវប្បធម៌របស់ប្រទេសកម្ពុជា ទីមួយសំខាន់គឺចង់ឲ្យអ្នកជំនាន់ក្រោយជួយគ្រប់គ្រងមិនត្រឹមតែទិញរូបចង់ឲ្យមករៀនដើម្បីជាមួយឲ្យបាត់អាចចំណេះជំនាញក្នុងការធ្វើស្បែកអ្នកជំនាញក្នុងការសម្ដែងស្បែកព្រោះនៅទីនេះយើងមិនមានតែការធ្វើទេមានហាត់រៀនសម្ដែងហាត់រៀនដាប់ទៅចង់ឲ្យរៀនចង់ឲ្យមករៀនធ្វើស្បែកជាស្បែកឲ្យចង់ដឹងថាអូអានេះវាជាមរតកដើម្បីគេថាមរតកអត់បានរៀនអត់បានឃើញគឺសូត្រថាយើងគិតតែឮថាយើងអត់ជួយគ្រប់គ្រងចង់ឲ្យគាត់មករៀនសាកមើលអានេះគ្រប់គ្រងទី1ហើយមួយទៀតគ្រប់គ្រងមួយទៀតចង់ឲ្យជួយទិញផលិតផលខ្មែរយើងដែលដូចស្បែកគោដែលធ្វើដោយដៃចម្លាក់ស្បែកគោធ្វើដោយដៃមានរូបច្រើនមិនមានតែរូបមួយមុខទេមានបតងសអនុស្សាវរីយ៍រូបស្បែកតូចស្បែកធំ